របៀបទិញទំនិញក្នុង app ថៅប៉ាវនិងតាមដានទំនិញក្នុង app VTS សូមជ្រើសរើសមុខទំនិញដែលបងចង់ទិញដើម្បីអាចជ្រើសទំនិញដែលមានគុណភាពនិងទុកចិត្តបានសូមបងអូសទៅខាងក្រោមបន្តិចត្រង់ចំណុចរង្វង់មូលក្រហមខាងលើនេះគឺជាមតិ comment ដែលអតិថិជនផ្សេងបានចែករំលែករីឯក្រឡនខាងក្រោមនេះគឺជាឈ្មោះហាងចំនួន follower និងការវាយតម្លៃរបស់ហាងបន្ទាប់មកចុចចូលកន្ត្រកដែលមានក្រឡនពណ៌ខ្មៅបងអាចជ្រើសរើស item ដូចជាទំហំពណ៌ដែលបងចង់បញ្ជាទិញជ្រើសរើសរួចសូមចុចប៊ូតុងពណ៌ខ្មៅខាងក្រោមនេះដើម្បីបញ្ចូលក្នុងកន្ត្រកទុកបញ្ជាទិញបញ្ចូលកន្ត្រកជោគជ័យសូមបងចុចខ្វែងបិទរួចចុចរូបកន្ត្រកខាងលើចុច click លើមុខទំនិញដែលបងចង់ទិញរួច check out ដើម្បីទូទាត់ប្រាក់ដើម្បីចូលទូទាត់ប្រាក់តាមរយៈកាតធនាគារសូមបងអូសចុះទៅខាងក្រោមរួចចុចលើពាក្យ add a new card ដើម្បីចូលបំពេញព័ត៌មានកាតធនាគាររបស់បងអាចចូលយកព័ត៌មានកាតក្នុង app ធនាគារណាមួយដែលបងចង់ប្រើប្រាស់ដូចជា Visa Card Master Card ឬ New Year Card ហើយដើម្បីសុវត្ថិភាពខាងប្អូនសូមរីខមមិនបងឲ្យប្រើប្រាស់ប្រភេទកាតនិមិត្តហើយចំពោះវីដេអូលម្អិតរបៀបបង្កើតកាតនិមិត្តខាងក្រុមហ៊ុនក៏មាន link វីដេអូសម្រាប់បងដែលមិនទាន់ចេះបង្កើតដែរអញ្ចឹងបើសិនជាបងបានបង្កើតឬក៏មានស្រាប់ហើយបងអាចចូលបំពេញព័ត៌មានតាមប្អូនបានដោយទី1ដាក់លេខសម្គាល់កាតឈ្មោះដែលមាននៅលើកាត expire date ឬក៏ហៅថាថ្ងៃផុតកំណត់និងចុងក្រោយបំពេញលេខ CVV របស់កាតធនាគាររួចចុច confirm រួចជាការស្រេចបន្ទាប់មកចុច pay now នោះថៅប៉ាវនឹងភ្ជាប់ការទូទាត់ទៅកាន់ធនាគារដើម្បីសុវត្ថិភាពខាងធនាគារតម្រូវឲ្យបងចុច confirm ដើម្បីបញ្ជាក់សុវត្ថិភាពជាមុនសិនអញ្ចឹងបងសូមចុចលើសារ notification ធនាគារនៅខាងលើនេះនោះខាងធនាគារនឹងលោតផ្ទាំងបញ្ជាក់ពីការទូទាត់ម្ដងទៀតចូលមកដល់ចំណុចនេះគឺជារបៀបតាមដានទំនិញក្រោយពេលទូទាត់រួចជោគជ័យជំហានទី1ចុចលើពាក្យ account ដើម្បីតាមដានទំនិញសូមចុចលើពាក្យ to see ចុចលើពាក្យ padនោះបងនឹងបានឃើញពីពេលវេលាប្រហាក់ប្រហែលដែលទំនិញនឹងមកដល់ឃ្លាំង VTS នៅប្រទេសចិនជំហានទី2នេះជារបៀបតាមដានទំនិញនៅក្នុង app VTS ក្រោយពេលទំនិញបានមកដល់ឃ្លាំង VTS នៅប្រទេសចិនចូលពាក្យ to receive ចឹងបងអាចចុចចូលមើលដោយចុចលើពាក្យ receive បន្ទាប់មកបងនឹងឃើញពេលវេលាដែលទំនិញមកដល់ឃ្លាំងនិងលេខ tracking ទំនិញតែម្ដងប្រសិនបើទំនិញបានមកដល់ឃ្លាំងពិតប្រាកដមែននឹងមានលោតសារ notification alert ពី app VTS ជូនបងឲ្យបានដឹងមុនផងដែរអញ្ចឹងបងគ្រាន់តែចុចលើសារ notification របស់ VTS ដើម្បីចូលទៅកាន់ app VTS ចុចលើពាក្យថាតាមដានបងនឹងឃើញ tracking ទំនិញបងបញ្ជាក់ថាទំនិញបានចូលនៅឃ្លាំង VTS ពិតប្រាកដមែនវីដេអូក្រោយនឹងមានវីដេអូបង្ហាញពីរបៀបតាមដានទំនិញបន្តពីប្រទេសចិនរហូតមកដល់កម្ពុជាសូមអរគុណសម្រាប់ការគាំទ្រសេវាកម្មរបស់ VTS